ចាប់ប្រិមត្តទូរទស្សនិកជនជាទីមេត្រីសម្រាប់ព័ត៌មានជាបន្តថ្លែងពីការជាប់ឆ្នោតរួចប្រធានសហព័ន្ធស្រែអង្គរកម្ពុជាកាលពីថ្ងៃទី2ខែកក្កដាម្សិលមិញបានអះអាងថានឹងរៀបចំសមាជិកឲ្យមានការរួបរวมគ្នាឡើងវិញដើម្បីជាការទប់ស្កាត់ក្នុងការនាំចូលអង្គរពីក្រៅប្រទេសផងដែរជាថ្មីម្ដងទៀតលោកសុកពុទ្ធិវុឌ្ឍប្រធានសហព័ន្ធស្រីអង្គរកម្ពុជាអាណត្តិទី2ដែលទើបនឹងជាប់ឆ្នោតដោយសម្លេងគាំទ្រច្រើនលើលុបនោះកាលពីថ្ងៃទី2ខែកក្កដាកន្លងទៅនេះបានបដិញ្ញាថាជំហានទី1របស់លោកគឺការរៀបចំផ្ទះឲ្យបានល្អជាមុនសិនឲ្យមានសាមគ្គីភាពជាធ្លុងមួយហើយជំហានបន្ទាប់ទៀតគឺធ្វើការទប់ស្កាត់ការនាំចូលអង្គរគ្មានស្តង់ដារពីក្រៅប្រទេសដែលគ្មានច្បាប់និងគ្មានស្លាកសញ្ញាច្បាស់លាស់លោកសុកពុទ្ធិវុឌ្ឍបានបន្តថាក្រៅពីសហព័ន្ធស្រីអង្គរនឹងជំរុញឲ្យមានកញ្ចប់ថវិកាពិសេសគឺរាជរដ្ឋាភិបាលដើម្បីជួយសម្រួលដល់សមាជិកក្នុងពេលឆាប់ខាងមុខនេះនៅក្នុងទំហំពី20ទៅ30លានដុល្លារសហរដ្ឋអាមេរិកសម្រួលការលំបាកសមាជិកយើងនាពេលកន្លងមកលោកបានបញ្ជាក់ថាបច្ចុប្បន្ននេះហានិភ័យក្នុងវិស័យកសិកម្មបានកើនឡើងហើយខាងធនាគារដែលពួកគាត់ជំពាក់នោះបានរឹតបន្តឹងលើប្រាក់បង្វិលផងដែរពីក៏យើងបានទីមទៅជែកលើកទៅរាជរដ្ឋាភិបាលតាមរយៈប្រជុំថ្មីនេះគឺសូមសំណូមពរទៅចាប់ថវិកាពិសេសដើម្បីជួយក្នុងពេលឆាប់ខាងមុខនេះក្នុងរដូវនេះតែម្ដងបាទគឺទំហំទឹកលុយ20ទៅ30លានដើម្បីជួយដោះស្រាយសម្រួលការលំបាករបស់សមាជិកយើងបាទដោយសារបច្ចុប្បន្នគឺអាហារ20នៅក្នុងវិស័យកសិកម្មវាកើនអញ្ចឹងធនាគារដែលគាត់ជំពាក់លុយនេះគឺគាត់មានការបន្តឹងទៅលើប្រាក់បង្វិលរបស់សមាជិកយើងនេះអញ្ចឹងហើយបានខាងយើងបានស្នើជាបន្ទាន់ចាប់ថវិកាពិសេសនេះហើយយើងធ្វើការបន្តទៀតក្នុងពេលឆាប់ខាងមុខនេះដើម្បីឲ្យទាន់ក្នុងរដូវកាលនេះជួយទៅដល់សមាជិកយើងក្នុងវិស័យសិល្បករយើងទាំងមូលបាទទន្ទឹមនឹងដែរក៏យើងត្រៀមការងារមួយចំនួនទៀតដែលតាក់ទងទៅនឹងដំណាក់កាលកណ្ដាលនិងដំណាក់កាលវែងនោះដែលតាក់ទងទៅនឹងការធ្វើទំនើបកម្មរបស់វិស័យកសិកម្មនៅប្រទេសយើងទាំងមូលក៏ដូចជារឿងពូជធ្វើមកឲ្យពូជនឹងសុទ្ធល្អហើយមានស្តង់ដារដែលអាចទៅដល់កសិករយើងពិតប្រាកដរឿងឃ្លាំងធ្វើឲ្យឃ្លាំងនឹងទំនើបដែលអាចប្រមូលទៅលើស្រូវដែលកំពុងតែហៀចេញពីស្រុកយើងនេះមកវិញបាទចំណែកលោកម៉ៅថូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ផងដែរថាលើកនេះវិស័យស្រូវអង្គរនិងស្ថាប័នពាក់ព័ន្ធនឹងរួបរวมគ្នាប្រជុំពិភាក្សាដើម្បីអនុវត្តការងារការនាំចេញអង្គររបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានជោគជ័យមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមានជំនឿថាបន្ទាប់ពីបោះឆ្នោតរួចភាគីទាំងអស់នឹងបន្តបេសកកម្មធ្វើដំណើរការនៃការនាំចេញអង្គរឲ្យបាន1លានតោនឡើងវិញប្រធានសហព័ន្ធស្រូវអង្គរកម្ពុជានិងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបដិញ្ញាថាចាប់ពីពេលនេះទៅភាគីពាក់ព័ន្ធនឹងពន្លឿននឹងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្គរដែលសមាជិកកំពុងតែជួបប្រទះក្នុងនោះជំរុញឲ្យមានកញ្ចប់ថវិកាដោះស្រាយបន្ទាន់ពីរាជរដ្ឋាភិបាលពី20ទៅ30លានដុល្លារដល់សមាជិកលើសពីនេះនឹងចាត់វិធានការក្នុងការទប់ស្កាត់ការនាំចូលអង្គរពីប្រទេសជិតខាងនិងកាត់បន្ថយតម្លៃអគ្គិសនីសេវាដឹកជញ្ជូនឲ្យបង្កើនការផលិតស្រូវតាមស្តង់ដារនិងជ្រើសរើសពូជតាមទីផ្សារនាំចេញជាដើម។